សួស្តីអ្នកនរគ្នាជួយជាមួយខ្ញុំគិតនៅក្នុងវីដេអូថ្មីរបស់ TechEd នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅការបង្កើតឬក៏ការ set reminder ឬក៏ calendar ឬក៏ meeting ឬក៏ schedule ដែលធ្វើម៉េចឲ្យវារំលឹកវាផ្ញើសារ notify ដល់អ្នកគ្នានៅពេលដែលចិត្តដល់កាលភាពណាមួយខ្ញុំឧទាហរណ៍ថាខ្ញុំមានការងារដែលត្រូវ follow up ច្រើនដោយនៅក្នុង Excel នេះអញ្ចឹងគឺខ្ញុំមាន subject ជា head វាណា subject មានអ្នកខែ start មាន time end time start location ហើយនិង description ឥឡូវនេះខ្ញុំឧទាហរណ៍តែ3ទេប៉ុន្តែនៅក្នុងការងារខ្ញុំប្រចាំថ្ងៃជាក់ស្ដែងមានរឿងជាច្រើនមិនថា loan ត្រូវ follow up មិនថា collect ឆ្លាយទៅតាមថ្ងៃខែមួយហើយដោយសារតែខ្ញុំអាចប្រើ feature reoccurring make វា occur ម្ដងហើយម្ដងទៀតទៅតាមថ្ងៃបានទៀតដោយសារតែករណីខ្លះឧទាហរណ៍ខ្ញុំត្រូវ follow up ខ្ញុំត្រូវ collect ឆាយសៅរ៍អាទិត្យថ្ងៃបុណ្យខ្ញុំចង់ឲ្យវារំលងទៅមុខឬក៏ទៅក្រោយអញ្ចឹងខ្ញុំត្រូវអង្គុយ set calendar មួយហើយករណីខ្ញុំមកបង្ហាញដល់គ្នានេះខ្ញុំឧទាហរណ៍មាន3 event ដែលខ្ញុំត្រូវ follow up បើសិនជាខ្ញុំអត់ប្រើការ import ប្រើ technique ក្នុងការ import iCalendar ចូលទៅក្នុង Gmail ចូលទៅក្នុង Outlook ហើយ Outlook មាន U ឬក៏ Classic យើងធ្វើបានដូចគ្នាដែរបើសិនជាខ្ញុំ add មួយវាចំណាយពេលយូរឥឡូវខ្ញុំបង្ហាញដល់គ្នានៅការ set ឬក៏បង្កើត calendar តែមួយ event ណា reminder តែមួយនៅក្នុង Outlook ឥឡូវនេះខ្ញុំចូលមកកាន់ Outlook Classic បើតើគ្នាអត់ទាន់ចុច calendar ទេវាចេញ interface បែបនេះទៅពេលដែលយើងចុចមកខាងក្រោមនេះយើងចុចកន្លែងរូប calendar ហ្នឹងវាចេញ interface calendar តើគ្នាអាច preview month week work day ឬក៏មួយថ្ងៃទេឥឡូវខ្ញុំចុច month ដើម្បីយើងមើល full picture ហើយបន្តមកទៀតឧទាហរណ៍ថាខ្ញុំបង្កើតថ្ងៃទី19មួយ event ហ្នឹងណាអញ្ចឹងចុចកន្លែងនេះហើយខ្ញុំចុចកន្លែងខាងលើនេះ new meeting ហើយខ្ញុំយក appointment បន្តមកទៀត title នេះឧទាហរណ៍ថាខ្ញុំដាក់តាមព័ត៌មាននេះតែម្ដងអូខេខ្ញុំដាក់ម៉ោង 8 កន្លះទៅម៉ោង 10 កន្លះពេលព្រឹកបើសិនជាខ្ញុំយក all day មានន័យថារៀងរាល់ថ្ងៃមិនថាថ្ងៃណាក៏ដោយម៉ោងហ្នឹងគឺត្រូវ follow up case មួយហ្នឹងtime zone នេះរឿង complicated តង់ជាមួយនឹងការ cross country គ្នាម៉ោងផ្សេងគ្នាអីគឺវា allocate តាមហ្នឹងហើយកន្លែង make recurring មានន័យថាវាកើតឡើងម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃអាទិត្យម៉ោងហ្នឹងមិនថាថ្ងៃទី19ទេថ្ងៃណាក៏ដោយឲ្យទាំងថ្ងៃអាទិត្យម៉ោងហ្នឹងគឺវានឹង remind យើងខ្ញុំ copy location ធ្វើឲ្យដូចគ្នាតែម្ដងហើយ description ក៏ដូចគ្នាដែរអូខេឥឡូវរួចរាល់ប៉ុណ្ណឹងខ្ញុំចុច save អូខេលេខ1គឺសំខាន់ដែរ reminder កន្លែងនេះគឺនាទី15នាទី reminder មានន័យថាមុន15នាទីដោយករណីខ្ញុំ set 8 កន្លះមានន័យថាម៉ោង 8:15 នាទី Outlook នឹង remind ខ្ញុំវិញតើគ្នាមានរឿងមួយជាងត្រូវកត់សម្គាល់ដែរ reminder នេះមិនថាតើគ្នា set ដៃឬក៏ set តាម technique import iCalendar ទេ reminder វានឹង notify នៅពេលដែលយើងបើក Outlook បើយើងអត់បើកទេវា notify ទេឥឡូវខ្ញុំចុច sell សិនបើសិនជាទូរស័ព្ទដៃយើងបើកអ៊ីនធឺណិតចោលណាអញ្ចឹងមានន័យថាយើងស្មានថាយើងបើក email រហូតដែរវានឹង load notification មែនតើកុំព្យូទ័រមួយចំនួនខ្លះទៅបាន load notification កន្លែងនេះដែរមិនថាឲ្យលោកចាស់ឬក៏ឲ្យលោកថ្មីទេវាអាច load នៅកន្លែងនេះបើសិនជាយើងអត់បានចុច do not disturb ទេវានឹង load notification កន្លែងនេះដែរតែករណីខ្លះវាអត់ load ទេពេលដែលវា load calendar មកយើងបើកវានឹង load ក្រហមហើយវា load screen calendar មួយតែម្ដងខ្ញុំនឹងបង្ហាញដល់គ្នានៅពេលដែលវា load មិនថា new ឬក៏ classic ទេ Outlook ហ្នឹងណាហើយចំពោះ email បើយើងមាន app វានឹង load ដូចគ្នាបើអត់ទេវានឹង load ជា notification ជាលក្ខណៈ JavaScript load លើ screen នឹងតែម្ដងអូខេឥឡូវខ្ញុំនឹងបង្ហាញដល់គ្នាមួយទៅតជាមួយនឹងការ import ម្ដងទាំងអស់ឥឡូវនេះខ្ញុំមាន file 2 file ដែលយើង import ហ្នឹងជា page file ជាហៅថា iCalendar ខ្ញុំដាក់ឈ្មោះវា calendar ហើយវាមាន extension ICS ហ្នឹងបានមកពាក្យកាត់ extension ហ្នឹង internet calendar scheduling អញ្ចឹង S ហ្នឹង scheduling C calendar ហើយ I ហ្នឹងគឺ internet អញ្ចឹងឥឡូវខ្ញុំតត import វាទេខ្ញុំត្រូវយក file នេះទៅ convert ទៅជា iCalendar នេះសិនទើបអាច import iCalendar ហ្នឹងចូលទៅក្នុង Outlook ឬក៏ email បាន
ដើម្បី convert តើគ្នាត្រូវការប្រើ third party ដើម្បីជួយណាដោយការនៃខ្ញុំនេះខ្ញុំមាន web page មួយដែលខ្ញុំ design នៅខ្លួនឯងហើយតើគ្នាអាចយក link នៅក្នុងការពិពណ៌នាវីដេអូនេះយកទៅប្រើបានគឺ free ខ្ញុំបង្កើតមកដើម្បីដោះស្រាយបញ្ហាជូនដល់អ្នកគ្នាហើយអត់មាន subscription អត់មានអីទាំងអស់គឺតើគ្នាអាចប្រើ free តែម្ដងឥឡូវងាយស្រួលទេតើគ្នាអាច click ដើម្បី upload file ក៏បានតើគ្នាអាចចូលទៅdrag and drop file ដាក់នេះក៏បានបែបហ្នឹងហើយបន្តទៀតយើងចុច convert and download ជាមួយគ្នាហ្នឹងបើសិនជាតើគ្នាអត់ទាន់ convert ទេយើងអាចមកមើល setting នេះតិចកន្លែង setting កន្លែងនេះតើគ្នាអាចកំណត់នាទីខ្ញុំដាក់វា minimum 10នាទីហើយច្រើនផុតដូចជា60នាទីចឹងតើគ្នាអាចដាក់15នាទីឥឡូវខ្ញុំដាក់ចេះចុះខ្ញុំដាក់30នាទីមុនណាហើយកន្លែងនេះគឺ time zone គឺខ្ញុំចូលយកភ្នំពេញហើយខ្ញុំជា apply តោះមកកន្លែងនេះតើគ្នាឃើញមាន preview វា load ឲ្យកន្លែងនេះគឺ preview ទៅលើព័ត៌មានរបស់តើគ្នាហ្នឹងហើយបើសិនជាតើគ្នាចង់មើលព័ត៌មានលម្អិតតើគ្នាគ្រាន់ដាក់ cursor នៅនឹងបន្តិចមកវានឹង load ព័ត៌មានលម្អិតទៅតមួយ description នឹងតែម្ដងហើយពីរួចរាល់តើគ្នា preview ឃើញថាត្រូវតាមអ្វីតើគ្នាចង់បានយើងជួយ convert ទៅដាក់ហើយយើងបាន file iCalendar ដោយសារខ្ញុំ download វាច្រើនដងហើយឥឡូវវាចេញអញ្ចឹងនេះគឺជា file ដែលខ្ញុំ download ហ្នឹងគឺដូចគ្នាទេឥឡូវនេះយើងឈានដល់ជំហាននៃយើង import ប្រភេទ file iCalendar ឬក៏ file extension ICS ហ្នឹងចូលទៅក្នុង Outlook ដោយសារតែរបៀបធ្វើនៅក្នុង Outlook Classic ហើយនិង Outlook New គឺខុសគ្នាហើយនៅក្នុង email គឺខុសគ្នាពី Outlook ដែរអញ្ចឹងខ្ញុំនឹងបង្ហាញមួយទៅ3ឥឡូវនេះខ្ញុំសូមបង្ហាញនៅលើ Outlook Classic មុនចំពោះ Outlook Classic នេះយើងអត់ចាំបាច់ចូលទៅ Calendar ឬក៏អីទេយើងចូលមកកន្លែងណាក៏បានដែរសារតែវាអត់ពាក់ព័ន្ធជាមួយ feature នៅកន្លែងនេះទេដល់ពេលចូលមកកាន់ file tab ហើយចុចកន្លែង open and export ហើយយកពាក្យ import and export or export បន្តមកទៀតដល់ពេលអត់ទៅលើមួយ import and calendar ICS file ឬក៏ V calendar ខ្ញុំអាចស្គាល់ថា V calendar នេះណាខ្ញុំចុច next មកតើខ្ញុំចុចលេខ3នេះជាង download ប៉ុណ្ណឹងហើយបន្តមកតើខ្ញុំចុច import តើគ្នាចែកដល់មែនតើដោយសារតែនៅពេលដែលខ្ញុំ import ទៅមុននឹងយើងដាក់30នាទីឲ្យវា load reminder ណាហើយឥឡូវនេះគឺម៉ោង8កន្លះអញ្ចឹងគ្រប់កន្លែងគឺ load reminder តែម្ដងអូខេដោយសារតែយើងធ្វើវីដេអូ record នឹងយឺតអូខេឥឡូវដោយសារតែវា load ជាប់ទាំងអស់ហើយឥឡូវខ្ញុំអាច add ហើយខ្ញុំចុចដល់គ្នាមើលបន្តិចទៅនេះដោយសារតែកន្លែងនេះយើងដាក់30នាទីហើយម៉ោងនេះគឺម៉ោង9យប់ description location ហើយនិង title អូខេlạiផ្សេងៗក៏ដូចគ្នាអញ្ចឹងបើសិនជាតើគ្នាឃើញឧទាហរណ៍មួយនឹងដែរអាផ្សេងៗទៀតក៏វាដែរដូចគ្នាដែរគ្នាអាចសាកបងបានណាឥឡូវនេះគឺខ្ញុំលុបព្រោះខ្ញុំចង់បង្ហាញព្រោះដើម្បីកុំឲ្យជន់គ្នាខ្ញុំនឹងបង្ហាញដល់គ្នានៅលើ Outlook New Version ដែរតែក្នុង Outlook New Version តើគ្នាចូលមកវារឿងខុសគ្នាពី Classic បន្តិចដែលទាមទារឲ្យតើគ្នាចូលមកកាន់ Calendar tab នេះ tab Calendar ហើយតើគ្នាយក Add Calendar ហើយយកកន្លែង Upload from file ហើយនេះតើខ្ញុំយក browse ហើយចុច select calendar file មកចុច open កន្លែងនេះត្រូវ select យក calendar ណាមួយហើយចុច import ចាំរហូតដល់ load notification កន្លែងនេះដាក់ថា imported successfully អញ្ចឹងណាអញ្ចឹងបើសិនជាច្រើនវាត្រូវចំណាយពេលច្រើនក្នុងការទៅ system ធ្វើការដែរ system ក៏ចំណាយពេលធ្វើការយឺតឬក៏យូរទៅតាមការងារច្រើនតិចដូចមនុស្សយើងដែរអូខេឥឡូវតើគ្នាបានមកវិញហើយហើយនេះវា load notification មកដូចគ្នាដោយសារតែខ្ញុំ add ទៅគឺវាត្រូវម៉ោងនឹងយើងបានទៅកែម៉ោងណាអូខេខ្ញុំចុចចេះមួយរំលងហើយកន្លែងនេះគឺវា load notification ដែរតើគ្នាឃើញអញ្ចឹងណាហើយបើខ្ញុំចូលទៅ classic វិញអូខេឥឡូវនេះវាឡើង load ហើយដោយសារតែខ្ញុំបានចុចបិទវាប្រហែលជាវាដោយទាំងនេះគ្នាដែរឥឡូវយើងចូលមកកាន់ Gmail ម្ដងខុសគ្នាពី Outlook បន្តិចតើគ្នានៅក្នុង Gmail មុខងារ calendar ឬក៏ function calendar ហ្នឹងវាអត់មាននៅក្នុង screen email ទេ
តោះគ្នាទៅការចូលមកកាន់កន្លែងនេះចូលមកកាន់ចុចនេះណាហើយឃើញមាន calendar ឡើងនេះអញ្ចឹងចុចមកលើចំណុចនេះទៅសិនវាចេញបែបនេះហើយដើម្បី add តោះគ្នាឃើញកន្លែងធំនេះគឺ add ម្ដងមួយដែលយើងបង្ហាញដំបូងពេលយើង add event ណាដើម្បីយើង upload ជា calendar តោះគ្នាចុចនៅខាងក្រោមនេះសញ្ញាបូកadd calendar ហើយជាសញ្ញាបូកមកហើយយក import បន្តទៀតជាកន្លែងនេះដើម្បី upload calendar file ហើយចុច import មកបន្តមកវាចេញ imported 3 out 3 event ចុច OK ចេញទៅវិញដល់គ្នា click event ហ្នឹងแล้วខ្ញុំចុច refresh មួយចាំដឹងថាវា load notification អត់ event មួយដែល load ផុតនេះអញ្ចឹងវាអត់មានមុខងារជាដំណឹងនៅពេលដែលហួសម៉ោងដោយOutlook ទេ Outlook ទោះបីជាហួសម៉ោងក៏ដោយក៏វាជាដំណឹងថាevent ហ្នឹង load មកដែរឬក៏វាជាប់ event ទាំងនៅ screen ប៉ុន្តែចំពោះ email វាអត់មានទេអញ្ចឹង event នេះវានឹង load ធំឥឡូវបើសិនជាអ្នកគ្នាចង់ដឹងយើងគ្រាន់តែចូលមកកាយ event នេះមកខ្ញុំដាក់ឥឡូវ33អូច្រឡំចុចតិចជាងមុនអូខេខ្ញុំដាក់25អញ្ចឹងនៅប្រហែលនាទីក្រោយទៀតវានឹង load ដែរនៅពេលដែលដល់1នាទីទៀតម៉ោង8:35វានឹង load notification មួយតែលក្ខណៈវា load នៅលើ email វា load ជា JavaScript នៅលើ screen នឹងតែម្ដងអ្នកទាំងគ្នាប្រភេទជា event ដែលវា load នៅលើ screen របស់ Gmail វិញចេះបើសិនមកតើគ្នាមាន app install នៅលើ desktop វានឹង load ដោយ Outlook ចឹងតែដោយសារតែឥឡូវខ្ញុំប្រើ browser គឺវា load calendar បែបនេះវា load ជា notification ចឹងអូខេអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណដល់គ្នាចំពោះការតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់គឺសង្ឃឹមថា technique ក្នុងការ convert ឬក៏ import file ជាតាំងពី Excel រហូតដល់ Outlook calendar ឬក៏ Gmail នេះនឹងជួយសម្រួលការងារទាំងនេះទៅតាមជាមួយនឹងការ set reminder ឲ្យការងារនេះកាន់តែមានប្រសិទ្ធភាពជាពិសេសអត់រំលងការងារណាមួយ